សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លានិងជាបន្តបន្ទាប់ទៅលើប្រទេសអ៊ីរ៉ង់ដែលប្រធានាធិបតីដូណាល់ត្រាំបានពណ៌នាថាជាយុទ្ធនាការយោធាដ៏មហិមានិងកំពុងបន្តលោកត្រាំក៏បានអំពាវនាវឲ្យមានការផ្លាស់ប្តូររបបដឹកនាំនៅទីក្រុងតេហេរ៉ង់ដោយជំរុញឲ្យប្រជាជនអ៊ីរ៉ង់ក្រោកឈរឡើងគ្រប់គ្រងរដ្ឋាភិបាលខ្លួនឯងវិញការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកចោទប្រកាន់អ៊ីរ៉ង់ថាបានព្យាយាមមកសាងកម្មវិធីនុយក្លេអ៊ែរឡើងវិញបើទោះបីជាមានការវាយប្រហារកំទេចកាលពីក្តៅមុនក៏ដោយជាការឆ្លើយតបកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានបាញ់បង្ហោះមីស៊ីលនិងដ្រូនជាច្រើនរលកសម្ដៅទៅកាន់អ៊ីស្រាអែលនិងបានវាយប្រហារចំគោលដៅមូលដ្ឋានទ័ពអាមេរិកចំនួន4ក្នុងតំបន់មជ្ឈិមបូព៌ារួមមាននៅកាតាគុយវ៉ែតអារ៉ាប់រួមនិងបារ៉ែនវីដេអូដែលទទួលបានដោយសិនបានបង្ហាញពីសកម្មភាពមីស៊ីលបាញ់ចំមូលដ្ឋានទ័ពជើងទឹកអាមេរិកក្នុងប្រទេសបារ៉ែនខណៈដែលមានសេចក្តីរាយការណ៍អំពីការផ្ទុះនៅទីក្រុងឌូបៃនិងទីក្រុងដូហាផងដែរអ្នកវិភាគបានលើកឡើងថានេះគឺជាការវាយប្រហារដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រមជ្ឈិមបូព៌ាដែលអ៊ីរ៉ង់បានសម្រេចចិត្តវាយប្រហារគោលដៅអាមេរិកក្នុងប្រទេសជាច្រើនក្នុងពេលតែមួយស្ថានភាពនេះបង្ហាញថារបបដឹកនាំអ៊ីរ៉ង់ចាត់ទុកនេះជាពេលវេលាដែលត្រូវតស៊ូដើម្បីរស់ហើយសុខចិត្តលះបង់ទំនាក់ទំនងជាមួយប្រទេសជិតខាងដើម្បីសងសឹកអាមេរិកក្នុងតម្លៃណាក៏ដោយបច្ចុប្បន្នភាពភ័យខ្លាចកំពុងគ្របដណ្ដប់ពេញតំបន់ខណៈដែលពលរដ្ឋអាមេរិកក្នុងប្រទេសអ៊ីស្រាអែលសឹកដានីនិងបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រត្រូវបានណែនាំឲ្យរក្សាសុវត្ថិភាពខ្ពស់បំផុត